Rồi chơi xuống này tọt nia ngàyนี้គឺយើងមកធ្វើការអាប់ដេតពាក់ព័ន្ធជាមួយនឹងម្លេះហាងចេញមាសហើយជាមួយនឹងការព្យាករណ៍ទៅលើតម្លៃហាងចេញមាសដូចគ្នាអញ្ចឹងទី1គឺអ្នកទាំងគ្នាដូចអ្នកទាំងគ្នាបានដឹងអញ្ចឹងខ្ញុំបានតែដាក់ចុះក្នុងក្រុមយើងអស់ហើយគឺព័ត៌មានពាក់ព័ន្ធជាមួយនឹងសង្គ្រាមអេរ៉ង់ជាមួយអាមេរិកឥឡូវយើងទៅមើលសង្គ្រាមអេរ៉ង់ជាមួយអាមេរិកអ្នកទាំងគ្នាមិនចាំប្រើ website ញញច្រើនទេអ្នកទាំងគ្នាប្រើតែពីរ website នេះក៏បានដែរសម្រាប់ការមើល fundamental សម្រាប់ beginner ខ្ញុំមានវីដេអូបញ្យល់ដែរពាក់ព័ន្ធជាមួយនឹង basic beginner ខ្ញុំធ្លាប់ព្រៀនគាត់សិស្សខ្ញុំដែរអញ្ចឹងទី1គឺអ្នកទាំងគ្នាអាចចូលទៅមើលលក្ខណៈថានៅក្នុងនេះអាចអាននៅក្នុងនេះបាននៅក្នុងupdate new អីហ្នឹងអាចអានបានឬក៏ទី2អ្នកទាំងគ្នាអាចចូលទៅមើលកន្លែង hot new នេះ hot new នៅកន្លែង forex factory website នេះគឺល្អមែនទែនជួយអ្នកទាំងគ្នាជំនួយបានច្រើនអូខេអញ្ចឹងបើយើងមើលទៅលើពាក់ព័ន្ធជាមួយនឹងសង្គ្រាមអាមេរិកជាមួយនឹងអេរ៉ង់ឥឡូវគេព្រមចរចាគ្នាម្ដងទៀតឥឡូវគេព្រមចរចាគ្នាម្ដងទៀតហើយអូខេឥឡូវគេជិះព្រមចរចាគ្នាឈប់វាយគ្នារយៈពេល1សប្តាហ៍ជប់វាយគ្នាមួយសប្តាហ៍នេះដោយសារតែសារព័ត៌មាននេះវាចង់ដែរតែវាអត់ចង់ខ្លាំងដោយសារតែគេជប់វាយគ្នាវាយគ្នា yes គេវាយគ្នាមែនប៉ុន្តែថ្ងៃនេះថ្ងៃច័ន្ទនេះព័ត៌មានទៅចេញបានប្រហែលម៉ោងមុនមើល6ម៉ោងមុននេះពេលព្រឹកនេះមុនបើកសារហ្នឹងភាពតានតឹងនឹងវារៀងធូរស្បើយវិញតែបានទីសារហ្នឹងវាអត់មានដាច់ហ្គេបអត់ដាច់ហ្គេបខ្លាំងខ្ញុំចង់បញ្យល់អ្នកគ្នាត្រង់នឹងតិចឥឡូវខ្ញុំសង្ឃឹមថាអ្នកគ្នាតន់ពាក់ព័ន្ធជាមួយនឹង fundamental គឺមិនសូវជាមានអីព័ត៌មានអីច្រើនទេគឺយើងមើលព័ត៌មាននឹងតិចទៅបានទេដោយសារតែឥឡូវគេ focus ទៅលើតែអេរ៉ង់ជាមួយនឹងអាមេរិកឯងបើសិនជាអេរ៉ង់ជាមួយអាមេរិកនៅបន្តវាយគ្នានៃវាចំខ្លាំងតែឥឡូវគេព្រមចរចាគ្នាជប់វាយគ្នាមួយអាទិត្យហើយនឹងមានកិច្ចចរចាអីនិយាយគ្នាបន្ថែមទៀតនិយាយថាថកវាយគ្នាហើយគេចរចាគ្នាទៀតនិយាយទៅព័ត៌មាននេះវា affect ច្រើនជាងគេទៅលើទីផ្សារ crypto អីហ្នឹងឯងឥឡូវខ្ញុំអត់សូវដឹងច្បាស់ខ្ញុំអត់សូវជា trade crypto ហ្មងផងខ្ញុំ trade តែមាសដែរអូខេអញ្ចឹងព័ត៌មាននេះល្អបើសិនជាគេជប់វាយគ្នាចឹងល្អសម្រាប់មាសនឹងអាចមានឱកាសឡើងទៅលើបន្ថែមទៀតតុយពីថ្ងៃសៅរ៍អាទិត្យវាយគ្នាខ្លាំងណាស់អត់និយាយលេងណាអាមេរិកដាក់ឡើង2តង់វាយឡើងដូចចូលជា10កន្លែងអេរ៉ង់វាយតបវិញ8កន្លែងវាយហើយចូលមកសាហាវហ្មងហើយដូចជាមានគ្រូរំជួយដីអីណាទៀតអូអត់ណាពិភពលោកនេះគឺនិយាយទៅបច្ចុប្បន្ននេះគឺទីផ្សារស្ករសេដ្ឋកិច្ចទីផ្សារស្ករគឺលក្ខណៈថាមានការជ្រុះច្បល់ខ្លាំងវារៀងបាត់ហើយឥឡូវអស់ឲ្យពាក់ព័ន្ធជាមួយនឹង fundamental គឺយើងអាចមើលទៅលើព័ត៌មានពីរហ្នឹងទៅមើលតាម trading view ក៏បានឬក៏មើលតាម forex factory ក៏បានគឺផលសាមញ្ញបើសិនជាអ្នកខ្ញុំចង់បាន website ទៅមើលពាក់ព័ន្ធជាមួយ economy ទៀត trading economy អ្នកទាំងគ្នាអាចមើលនេះក៏បានដែរអានេះក៏ website មួយល្អសម្រាប់អ្នកទាំងគ្នាដែរអ្នកទាំងគ្នាអាចមើលលក្ខណៈថាទិន្នន័យទទួលបានទិន្នន័យច្រើនទី1 interest rate inflation job employment rate GDP អីចឹងអ្នកទាំងគ្នាអាចមើលបានច្រើនអានេះសុទ្ធតែ headline ដែលគេចាប់អារម្មណ៍កំពុងតែចាប់អារម្មណ៍ហើយវា affect ជាមួយនឹង currency ណានេះ affect ជាមួយនឹង dollar yen ណាចឹងយើងអាចទៅមើល pair ដុល្លារយើងបានហើយបើសិនជាអ្នកខ្ញុំចង់មើលទៅលើ commodity ឬក៏អីគេហ្នឹងអ្នកទាំងអាចមើលនេះ commodity គ្រូអយឡើងចុះអីចឹងអ្នកទាំងអាចមើលបានឥឡូវខ្ញុំមើលមីចុះចឹងបើយើងคลิกទៅលើមាសទៅវានឹងមាន summary ឲ្យពាក់ព័ន្ធជាមួយនឹងព័ត៌មានតម្លៃ hedge មាសអ្នកទាំងអាចអានបានកាលពីថ្ងៃពហុបន្ទាប់ពីថ្ងៃពហុមកអេរ៉ង់បានវាយទៅលើនាវាដឹកបាញ់ទៅលើនាវាដឹកទំនិញពីច្រើនកន្លែងនៅកន្លែងច្រក Hormuz ដែលបានដឹកប្រេងចេញពី Quarterly ហើយ Kuwait អីហ្នឹងដែលដឹកប្រេងហ្នឹងធ្វើឲ្យអាមេរិកតបវិញលើការបាញ់មីស៊ីលទៅតាមតំបន់យោធារបស់អេរ៉ង់អញ្ចឹងអ្នកនរអាចអានទៅអានេះខ្ញុំសង្ខេបឲ្យទេឬក៏ screenshot អាននៅកន្លែងហ្នឹងក៏បានដែរហើយនៅក្នុង website នេះក៏យើងអាចធ្វើការ forecast ដែរឥឡូវយើងត្រូវការ log in ទៅវាមានកន្លែង forecast ព្យាករណ៍ថារយៈពេលឆ្នាំក្រោយតម្លៃហាងឆេមីអាចឡើងឬក៏ចុះអីចឹងវាល្អមែនទែនសម្រាប់ website មួយនេះយើងអាចអានតាមព័ត៌មានបានលឿន3ហ្នឹងចង់យកមួយណាក៏យកទៅហើយយើងចូលមកកាន់ technical analysis វិញសម្រាប់ technical analysis គឺយើងទៅមើល direction ទីផ្សារពេលបើនឹង fundamental ហើយបើគេវាយគ្នាមាសចុះបើគេព្រមចរចាគ្នាមាសឡើងអូខេអញ្ចឹងបច្ចុប្បន្នគឺគេចរចាគ្នាអញ្ចឹងមាសឡើងអូខេ simple សាមញ្ញចរចាគ្នាមាសឡើងអញ្ចឹងមាសឡើងយើងធ្វើអីហើយនេះទិញមាសឡើងយើងទិញអញ្ចឹងបើមើលទៅតាមលំហូរទីផ្សារឥឡូវខ្ញុំនៅក្នុង time frame daily លំហូរទីផ្សារវាប៉ះតំបន់ support របស់វាវាប៉ះដល់តំបន់ support មួយអញ្ចឹងបច្ចុប្បន្ននេះបើសិនជាអ្នកក្នុងចង់ទិញគឺជាឱកាសល្អមួយដែលទិញបានទិញលក្ខណៈ long term ជាឱកាសល្អមួយដែលអ្នកទាំងគ្នាអាចទិញបានអូខេតាមថាមាសខាងក្រៅមាសខាងក្នុងអាចទិញបានទាំងអស់គ្នាសម្រាប់បច្ចុប្បន្ននេះគេឥឡូវយើងមើលខ្ញុំចាប់តំបន់ key level តំបន់ zone អីអស់ហើយខ្ញុំនឹងចូលទៅនិយាយបកស្រាយបញ្យល់ទាំងអស់គ្នាអូខេឥឡូវយើងសូមអូខេ editor speed up
អូខេឥឡូវយើងចាប់ហើយពាក់ព័ន្ធជាមួយនឹង Technical Online ទីផ្សារថ្ងៃនេះគឺខ្ញុំព្យាករណ៍ថានឹងមានការ sideways នៅចន្លោះ range នេះប្រាប់ថ្ងៃនេះទីផ្សារនឹង sideways អញ្ចឹងលក្ខណៈថាកុំចូលទីផ្សារល្អខ្ញុំ recommend ថាបើខ្ញុំចូលទីផ្សារថ្ងៃនេះអាចសម្រាប់បានយើងមិនចូលទីផ្សារថ្ងៃនេះឬក៏បើសិនជាអ្នកគ្នាចង់ scalping ខ្លីៗចង់ចូលសារបាយ sell ខ្លីៗអាចចូលបានយើងបាយនៅកន្លែងតំបន់ low នេះបាយនៅកន្លែង trend line នេះមក trend line នេះគឺជា trend line support ពីមុន resistance ឥឡូវ trend line support នេះ trend line resistance អញ្ចឹងបើសិនជាអ្នកគ្នាចង់នេះវិញចង់លក្ខណៈថា buy sell អីអ្នកគ្នាអាចប្រើប្រាស់ trend line នេះបាននេះប្រើ chart នេះទៅមើលឃើញ trend line នេះវាប៉ះម្ដងហើយវាឡើងទៅលើបង្កើតទៅជាតំបន់ resistance ថ្មីឥឡូវវាព្យាយាមចោះមកវិញអាចមកតេស្តជាមួយនឹង trend line support នេះម្ដងទៀតបើសិនជាទីផ្សារមកប៉ះជាមួយនឹង trend line support នឹងម្ដងទៀតអាចបាយបានបាយខ្លីៗនៅចន្លោះ4150ទៅដល់4145បាយខ្លីៗបានពីចាំម្ដងទៀតថ្ងៃនេះគឺទីផ្សារ sideways អត់ recommend ឲ្យចូលសារទេបើសិនជាអ្នកឃើញចូលសារទៅនេះឧទាហរណ៍បកកន្លែងនេះ bully អ្នកគ្នាគិតទៅឡើងហើយបាយពប់ទៅដល់លើតិចទៀតបកមកក្រោមវិញ CSL ប៉ុន្តែយើងអាច scalping បានអូខេ it's okay scalping ដូចជាកន្លែងនេះចឹងអូខេខ្ញុំបាយនៅកន្លែងពប់ឡើងមកកាត់ TP ត្រឹមនេះទៅខ្លីៗទៅយ៉ា scalping ខ្លីៗបានប៉ុន្តែសម្រាប់ខ្ញុំជា day trade គឺអត់ល្អទេយើងមិនមែន scalper ទីផ្សារ sideways គឺយកអត់ចូលបើសិនជាយើងជាប្រភេទ scalper ទីផ្សារមិនក៏យកអាចចូលបានដែរច្រឡំវាយប៉ុណ្ណេះ45លេខលុយសុទ្ធនេះបាន10លេខ15លេខដែរលុយសុទ្ធហ្នឹងប៉ុណ្នេះតែបើសិនជាបងប្អូនណាដែលក៏ជាប្រភេទday trade ដូចខ្ញុំគឺខ្ញុំ recommend សម្រាប់ទៅថ្ងៃនេះចាំថ្ងៃអង្គារអីមើលទីផ្សារបែកតំបន់នឹងសិនយើងអាចធ្វើការចូលទីផ្សារបានហើយយើងក៏មិនមែនអត់មាន zone set up ច្រើនថ្ងៃនេះដែរយើងមានដូចគ្នាទី1គឺយើងចាំលក់មកវិញនៅកន្លែង4105ហ្នឹងអូខេបើសិនជាទីផ្សារចុះមកដល់កន្លែងខាងក្រោមនេះទៀតកាន់តែល្អយើងអាចចុះមកដល់កន្លែងតំបន់2នេះអ្នកនរអាចពិចារណាក្នុងការទិញឡើងទៅលើវិញបានទិញចេះឥឡូវឧទាហរណ៍ថាចេះtrend resistance នេះ daily នេះវា support វា respect ឆ្លង support វា respect វាប៉ះជាមួយនឹង trend line support នេះវាឡើងទៅលើវិញតិចឡើងទៅលើហើយវាចុះមកក្រោមបំបែកអាតំបន់ support ហ្នឹងថាគេរបស់វាទី1គឺវាមកយកកន្លែងម្ដងនេះនៅពេលដែលវាមកដល់កន្លែងនេះអ្នកអាចពិចារណាក្នុងការទិញឡើងទៅថាគេរបស់អ្នកគ្នាមិនចាំយកច្រើនត្រឹម30លេខក៏បានឬក៏អ្នកគ្នាចង់ hold លក្ខណៈ long term នេះស្គាល់យើងអាច hold បាន hold long term ទៅ hold 1 row ជាមួយ trend line នេះកាត់ចំណេញវាខ្លះម្ដងនេះយើងកាត់មកតង់ទៀត TP អាច hold ម្ដងនេះបានហ្នឹងស៊ីសងលើអ្នកគ្នាចង់ hold long term លេងជាប្រភេទ swing អាច hold បានតែបើយើងជា day trade យើងយកចំណេញត្រឹមតែ20លេខ30លេខក៏បានដូចគ្នាអូខេ20លេខ30លេខយើងអាចចេញបានដូចគ្នាព្រោះកន្លែងនេះគឺសុទ្ធតែជាកន្លែង probability មួយដែលល្អកន្លែង4000នេះគឺជាតំបន់ psychology របស់ទីផ្សារយើងអាចទិញនៅកន្លែងនោះទេអូខេការភាពទីផ្សារគឺយើងមានតែប៉ុណ្្នឹងទេគឺយើងចាំបាយនៅខាងក្រោម share នៅខាងលើអញ្ចឹងសម្រាប់ការលក់មកវិញយើងអាចចាំលក់នៅកន្លែង4105ទៅដល់4115ការទិញគឺយើងចាំទិញនៅកន្លែង4000គត់ទៅដល់4010ហ្នឹងគឺជា zone set up សម្រាប់ថ្ងៃនេះវាអាចរៀងចាំយូរតិចប៉ុន្តែប៉ះដល់កន្លែងហ្នឹងគឺយើងមាន confidence ក្នុងការចូលទីផ្សារអាចយើងខ្លុយដែរចូលទៅអូខេការពាក់ព័ន្ធជាមួយនឹងការវិភាគ technical online គឺយើងមានតែប៉ុណ្្នឹងទេហើយអ្នកទាំងនេះអាច screenshot បានពាក់ព័ន្ធជាមួយនឹង technical key level ទាំងអស់នេះសុទ្ធតែមានប្រសិទ្ធភាពបានដល់កន្លែងនេះយើងអាច scalping បានទាំងអស់អញ្ចឹងចំពោះអ្នកទាំងនេះជំរាបច្រើនហេថ្ងៃនេះអូខេ good luck bye bye